ថ្ងៃនេះមានការផ្ទុះអាវុធមួយប្រាវរហូតដល់ទៅ2លើកឯណោះនៅឯច្រកអានសេះនៃប្រទេសកម្ពុជានៅព្រំដែនខ្មែរថៃនោះហើយការផ្ទុះអាវុធនេះគឺជាការពិតខាងភាគីថៃបានចេញផ្សាយព័ត៌មានស្រស់ថាពិតជាមានការផ្ទុះអាវុធអញ្ចឹងមែនហើយខាងភាគីថៃក៏បានបាញ់ស្រោចមកលើប្រទេសកម្ពុជាក៏ពិតមែនប៉ុន្តែខាងយោធាថៃគេអះអាងថាការដែលបាញ់ស្រោចនេះគឺជាការការពារខ្លួនទៅវិញតើរឿងនេះវាយ៉ាងម៉េចទៅវិញតើជាការពារខ្លួនហើយអ្នកណាបាញ់មុនបងប្អូនយើងចូលដល់ដំណាក់កាលមួយទៀតហើយនៅក្នុងការដែលចាប់ប្រកាន់គ្នាថាអ្នកណាបាញ់មុនអ្នកណាបាញ់ក្រោយនេះហើយសំខាន់បំផុតគឺការផ្ទុះអាវុធនេះគឺជិះមិនផុតពីផ្ទុះតទៅទៀតហើយអ្វីដែលយើងបានទទួលព័ត៌មានដែលពីខាងបណ្ដាញផ្សព្វផ្សាយព័ត៌មានឯករាជ្យគឺយើងពុំមានទេគឺភាគច្រើនគឺយើងឮតែបើខាងថៃឮតែខាងថៃថាអញ្ចឹងទៅហើយខាងកម្ពុជាឮតែខាងកម្ពុជាជាពិសេសគឺឮតែខាងរដ្ឋាភិបាលកម្ពុជាអះអាងតែប៉ុណ្ណោះឯងហើយសារព័ត៌មាននៅក្នុងស្រុកខ្មែរគឺគ្មានអ្វីក្រៅតែពីដកស្រង់អ្វីដែលខាងភាគីរដ្ឋាភិបាលកម្ពុជាអះអាងហើយឯខាងភាគីថៃគឺមែនតើគឺគេច្បាស់ការតែរឿងថាយើងបាញ់មុនអញ្ចឹងទៅអាប្រព័ន្ធព័ត៌មានរបស់គេហ្នឹងគឺលំអៀងរបៀបថាអ្វីដែលគេជឿហ្នឹងគឺជឿតែខាងភាគីថៃសុទ្ធសាធដោយគេមិនជឿខាងភាគីកម្ពុជាយើងសូម្បីតែប៉ុនកូនកញ្ចក់អីចឹងទៅដូច្នេះរឿងនេះតើវាយ៉ាងម៉េចទៅវិញខ្ញុំនឹងជម្រាបជូនលម្អិតហើយអ្វីទៅដែលជាដំណោះស្រាយហើយយើងអាចនឹងមានសង្គ្រាមជាមួយនឹងគ្នាកើតទៀតទេចុះកងកម្លាំងប្រដាប់អាវុធរបស់យើងនឹងការពារនៅព្រំដែនហ្នឹងតើត្រៀមខ្លួនយ៉ាងម៉េចនៅក្នុងស្ថានភាពដ៏លំបាកនេះបាទឥឡូវនេះចំណងជើងនៃព័ត៌មានរបស់ខ្ញុំប្រចាំរាត្រីនេះគឺតកតងនឹងប្រតិកម្មរបស់ថ្នាក់ដឹកនាំរបស់កម្ពុជាទៅវិញទេព្រោះថ្ងៃនេះគឺលោកហ៊ុនសែនក្រោយផ្ទុះអាវុធនៅច្រកអានសេសនៅថ្ងៃមិញនេះគឺគាត់បានលើកឡើងអញ្ចេះគាត់ថាមាសសុទ្ធអត់ខ្លាចភ្លើងទេយោធាកម្ពុជាយើងដាច់ខាតគឺថាមិនតដៃហើយនៅអត់ធ្មត់ទុកឲ្យថៃប្លង់គ្រាប់ចូលដីខ្មែរយើងជាឯកតោភាគីហើយគាត់បានលើកឡើងអំពីសំណើដូចថាបបួលខាងភាគីដែលពាក់ព័ន្ធហ្នឹងឲ្យមកពិនិត្យមើលមែនតើឲ្យដឹងថាខ្មែរយើងអត់បានបាញ់ទេគឺថៃបាញ់មកហើយយើងមិនតដៃយើងនៅអត់ធ្មត់អីចឹងបាទឥឡូវនេះគឺយើងនឹងពិនិត្យមើលរឿងនេះទាំងអស់គ្នាហើយរឿងដែលសំខាន់បំផុតហ្នឹងគឺខ្ញុំឃើញសាររបស់លោកហ៊ុនសែនលើកឡើងនៅតាមទំព័រ Facebook របស់លោកនៅថ្ងៃនេះដែលជួបជាមួយនឹងលោកហ៊ុនម៉ាណែតបដូរជជែកគ្នាថាកុំឲ្យតដៃប៉ុន្តែឥឡូវមុននឹងចូលដល់ចំណុចនេះខ្ញុំនិយាយថាព្រឹត្តិការណ៍ថ្ងៃមិញហ្នឹងកើតអីឲ្យប្រកាសបាទអានេះតាមអ្វីដែលជាការអះអាងរបស់ក្រសួងការពារជាតិកម្ពុជាទៅមុនព្រោះអីខ្ញុំនឹងអានអំពីអ្វីដែលយោធាថៃគេលើកឡើងហើយអានអំពីសាររបស់លោកហ៊ុនសែនដែរហើយនឹងរកមើលថ្លឹងថ្លែងព័ត៌មានទាំងអស់គ្នាមើលថាតើអ្វីដែលជារឿងរ៉ាវកើតឡើងពិតប្រាកដបាទបើតាមអ្វីដែលជាសារដែលជម្រាបមកជូនសាធារណជនរបស់អ្នកនាំពាក្យក្រសួងការពារជាតិដែលជាសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃនេះគឺលោកអ្នកស្រីម៉ូលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយចេះថាក្រសួងការពារជាតិកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបាទគឺគាត់ចង់ឲ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនឹងជួយយកទៅផ្ដាំផ្ញើបន្តទៀតផងថាយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារជាមុនមកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារនៅវេលាម៉ោង 11:55 នាទីគឺប្រមាណជា 11:55 នាទីថ្ងៃមិញហ្នឹងគឺថ្ងៃទី 27 ខែកញ្ញាហ្នឹងរហូតដល់ម៉ោង 12:46 នាទីដែលការបាញ់នេះគឺកើតឡើងចំនួន2លើកហើយមួយលើកហ្នឹងគឺបាញ់ប្រហែលជា30នាទីបានឈប់គឺថៃបាញ់ប្រហារនៅម៉ោង 11:52 នាទីដល់ម៉ោង 12:22 នាទីអានេះជាការអះអាងរបស់ក្រសួងការពារជាតិកម្ពុជាហើយលើកទី2គឺចាប់បាញ់ប្រហារនៅម៉ោង 12:25 នាទីគឺបានន័យថាសម្រាប់តែ3នាទីទេគឺម៉ោង 12:25 នាទីហ្នឹងបាញ់រហូតដល់ម៉ោង 12:46 នាទីបានន័យថាបាញ់21នាទីទៀតអញ្ចឹងសរុបទៅប្រហែលជាង50នាទីហើយបាញ់មួយលើក30មួយលើក21នាទីក៏ប៉ុន្តែអ្វីដែលជាការលើកឡើងរបស់ក្រសួងការពារជាតិគឺពុំមានស្លាប់ឬរបួសទាហានខ្មែរទេគ្រាន់តែមានបង្កឲ្យមានការខូចសំណង់មួយចំនួនមិនដឹងថាសំណង់ណាវានៅតំបន់ច្រកអានសេះហ្នឹងយើងដឹងហើយនៅតូបលោកតាអ៊ុំដែលសង់មានរូបសំណាកមានអីធំដុំហ្នឹងថៃប្លង់ដាក់ខ្ទេចខ្ទីរៀបដល់ដីអស់ហើយសំណង់មួយចំនួនដែលនៅហ្នឹងគឺមានតែផ្ទះប្រជាពលរដ្ឋ
ឬក៏ផ្សារប្រមាណខ្នងដែលនៅជាប់នៅតំបន់ច្រកអានសិនហ្នឹងហើយមើលទៅដូចជាបោះបង់ចាក់ចោលអស់ហើយគ្មានប្រជាពលរដ្ឋឯណាទៅរស់នៅទៀតផងឃើញដូចថាស្ងាត់ជ្រាបដែរណាតាំងពីពេលបាញ់គ្នាសំបីតែពេលបាញ់គ្នាហ្នឹងបើតាមមើលស្ថានភាពនៃផ្ទះប្រជាពលរដ្ឋខ្មែរដែលសង់នៅតំបន់ច្រកអានសិនហ្នឹងហាក់បីដូចជាបោះបង់ចោលដូចមិនបានទៅជានៅអីទៅដល់ដែរព្រោះមើលទៅឃើញដូចរខេរខាខ្លាំងដែរតែយ៉ាងណានេះគឺជាការអះអាងរបស់ក្រសួងការពារជាតិកម្ពុជាហើយអ្វីដែលសំខាន់ដែលក្រសួងការពារជាតិកម្ពុជាលើកឡើងគឺខាងភាគីកម្ពុជាអនុវត្តមិនតបតទេគឺថាកម្លាំងរបស់កម្ពុជាមិនតបតឡើយគឺប្រកាន់នៅគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ហើយអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃដោយចូលជាធរមានតាំងពីថ្ងៃទី28ខែកក្កដានេះមកបាទដូច្នេះការដែលក្រសួងការពារជាតិរីកាអំពីការបាញ់គ្រាប់ប្លង់ស្រោចពីខាងភាគីថៃអានេះតាមការអះអាងរបស់កម្ពុជាហើយកម្ពុជាអត់តដៃទេអញ្ចឹងនៅក្នុងនេះគឺខាងភាគីកម្ពុជាលើកឡើងបញ្ជាក់ថាថៃទេដែលជាអ្នកបង្កហេតុបានន័យថាថៃជាអ្នកបាញ់ប្លង់ដាក់កម្ពុជាមុនតែប៉ុណ្្នឹងឯងពីរលើកនៅក្នុងថ្ងៃនេះគឺនៅច្រកអានសេះប៉ុន្តែគ្រាប់ប្លង់បានធ្លាក់ចូលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយបានធ្វើឲ្យខូចខាតសំណង់មួយចំនួននៅច្រកអានសេះផងបាទខ្ញុំសូមបញ្ជាក់ម្ដងទៀតគ្រាប់ប្លង់បានធ្លាក់ចូលក្នុងដែនអធិបតេយ្យកម្ពុជាហើយបានបំផ្លាញសំណង់ខូចខាតមួយចំនួនផងក៏ប៉ុន្តែខាងកម្ពុជាជ្រើសរើសវិធីអត់ធ្មត់ហើយបានអះអាងថាខ្លួនបំពេញឲ្យបានពេញលេញនឹងភ្ជាប់ភ្ជួននឹងកិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះពាក្យថាខាងភាគីថៃបើតាមក្រសួងការពារជាតិកម្ពុជាមិនត្រឹមតែបាញ់កំភ្លើងដៃទេគឺមានទាំងកំភ្លើងត្បាល់ទៅទៀតបងប្អូនកំភ្លើងត្បាល់ហ្នឹងគឺកំភ្លើងផ្លោងប្រភេទគ្រាប់ផ្លោងរយៈឆ្ងាយបាទមកលើទីតាំងឈរជើងរបស់យោធាកម្ពុជាចង់បានន័យថាថៃបាញ់សម្រុកមកលើទីតាំងឈរជើងជាមូលដ្ឋានយោធារបស់កម្ពុជាទៅទៀតក្នុងដែនអធិបតេយ្យកម្ពុជាហើយកម្ពុជាជ្រើសរើសអត់ធ្មត់ខ្ពស់ជាទីបំផុតគឺកម្រិតខ្ពស់ដោយមិនតបតទេបាទឥឡូវនេះខ្ញុំក្រសួងការពារជាតិមែនតើទៅគឺបញ្ជាក់ទៀតថាការអត់ធ្មត់នេះគឺដោយសារតែខ្លួនត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាឲ្យខាងតែបាននេះពីខាងកម្ពុជាបាទចុះខាងថៃគេថាម៉េចនៅពេលដែលមានការផ្ទុះអាវុធសុកមានបាត់ឈប់បាញ់គ្នាទៅហើយនោះវាសិតតែមានការផ្ទុះអាវុធបងប្អូនការផ្ទុះអាវុធគឺបើយើងដឹងក្នុងរយៈពេលប្រហែលប្រហែលជា2សប្តាហ៍ចុងក្រោយនេះជាលើកទី3ឯណាក្រោយបាត់ឈប់បាញ់ណាយើងធ្លាប់តែលើគ្រាប់លុញនឹងជាព្រាមកៅស៊ូប៉ុន្តែផ្ទុះអាវុធហ្នឹងគឺធ្លាប់លើហើយលើមកហ្នឹងគឺដូចថាដំបូងមានរៀលកៃកម្ពុជាអះអាងថារៀលកៃ2គ្រាប់អញ្ចឹងទៅបាញ់រៀលកៃទេថៃគេថាបាញ់ចូលដីគេអាហ្នឹងប្រហែលថ្ងៃមុនប្រហែលថ្ងៃមុនទៀតហ្នឹងនឹងមានតកតងនឹងរឿងថាកម្ពុជាថាថៃនឹងបាញ់គ្រាប់កំភ្លើងស្អីនៅក្នុងដែនដីថៃអីចឹងតែលឺសូរគ្រាប់ទៀតដូច្នេះគ្រាប់កំភ្លើងនិយាយទៅស្ថានភាពព្រំដែនណាដែលស្ងប់ស្ងាត់ទេបងប្អូនតាំងពីក្រសួងការពារជាតិនិងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាហើយនិងក្រសួងការបរទេសសម្រាប់ជាឯកច្ឆន្ទឈប់ធ្វើសន្និសីទសារព័ត៌មានផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃដែលចាត់ទុកថាព្រំដែនមានសភាពស្ងប់ស្ងាត់ហ្នឹងគឺអត់ស្ងប់ស្ងាត់សោះគឺរពើរពើងមែនតើប៉ុន្តែម្ដងនេះគឺក្រសួងការពារជាតិហើយនឹងនិយាយទៅខាងរដ្ឋាភិបាលកម្ពុជាមិនធ្វើសន្និសីទសារព័ត៌មានអាចដោយសារគិតថាទុកឲ្យស្ថានភាពហ្នឹងប្រជាពលរដ្ឋយល់ថាស្ងប់ស្ងាត់ទៅអញ្ចឹងចោះទោះបីគេយកបលាលួសមកវាយតប់គ្នាឬក៏ថាទៅដើមគេបលាលួសគ្នាឬក៏គេបាញ់គេអីហ្នឹងគឺនៅតែស្ងប់ស្ងាត់អញ្ចឹងទៅប៉ុន្តែសំខាន់បំផុតអានេះវាអាចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាមួយដែរថាកុំឲ្យមានភាពរពើរពើងអីឲ្យប្រជាពលរដ្ឋគិតថាស្ងប់ចឹងទៅដើម្បីឲ្យស្របតាមភាពអត់ធ្មត់របស់រដ្ឋាភិបាលតែរំជើបរំជួលប្រជាពលរដ្ឋកញ្ជ្រោលទៅវានាំឲ្យខូចការនៅអាការភាពតែអត់ធ្មត់អីចឹងដែរតែការមិនផ្ដល់ព័ត៌មានឲ្យប្រជាពលរដ្ឋកម្ពុជាបានដឹងពីរឿងសភាពការព្រំដែនពិតហ្នឹងមែនតើទៅជាចាំមិនជួយបន្សាបផ្លូវចិត្តអីស្អំផ្លូវចិត្តអីណាធ្វើឲ្យប្រជាពលរដ្ឋហ្នឹងកាន់តែមានការថ្នាំងថ្នាក់ទៅនឹងរដ្ឋាភិបាលនៅក្នុងការមិនប្រាប់ព័ត៌មានពិតខ្ញុំជឿថាបរដ្ឋាភិបាលគិតថាសភាពការព្រំដែនស្ងប់ស្ងាត់ក៏ស្ងប់ស្ងាត់ទៅចោះព្រោះអីរដ្ឋាភិបាលគឺត្រូវតែការពារចំហរបស់ខ្លួនហើយប៉ុន្តែសំខាន់យើងអត់មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសេរីដូច្នេះអត់ពីជាគេសួរថាចោះគេអស់លោកនៅក្រៅប្រទេសហ្នឹងនិយាយបានមកសេរីរាល់ថ្ងៃហ្នឹងគ្រាន់ជាប្រព័ន្ធព័ត៌មានឯករាជ្យនិងសេរីរបស់អស់លោកឯងមិនចឹងទេខ្ញុំទៅជម្រាបចឹងជាបង្អែមលៀងមាត់ទេបង្អែមលៀងមាត់នេះគឺមិនមែនជាស្ថាប័នព័ត៌មានដែលមានអាជ្ញាប័ណ្ណឬក៏មានការទទួលខុសត្រូវពី
ក្រមអ្នកត្រួតពិនិត្យអត្ថបទការនិយាយឬក៏យកព័ត៌មានទេព័ត៌មានបង្អែមលៀងមាត់របស់មួងណារ៉េតនេះគឺគ្រាន់តែជាការប្រើមនសិការសម្បញ្ញញ្ញៈដំកតិនៅក្នុងការប្រមូលសម្រាំងព័ត៌មានយកមកផ្ដុំផ្គុំចូលគ្នាពីគ្រប់ប្រភពទៅហើយជម្រាបជូនបងប្អូនឲ្យបានដឹងមួយជ្រុងទៅពេលបងប្អូនអត់បានដឹងព័ត៌មានអីសោះតែម្ដងជួនកាលព័ត៌មានវាច្រើនពេកទៅគេបំពុលច្រើនពេកទៅគាត់ថាមិនដឹងថាយកអីជាការបានអីតែប៉ុណ្្នឹងទេហើយបើសិនជាឲ្យនិយាយថាព័ត៌មានខ្ញុំជាព័ត៌មានឯករាជ្យគួរជាទីទុកចិត្តដើម្បីយកទៅជាប្រភពជាអីហ្នឹងខ្ញុំអត់បានប្រាប់បងប្អូនថាអញ្ចឹងទេក៏ប៉ុន្តែព័ត៌មានដែលខ្ញុំជម្រាបជូនហ្នឹងគឺជាការប្រឹងប្រែងរកថ្លឹងថ្លែងប្រភពយកមកជម្រាបជូនទៅតាមតែការពិតជាក់ស្ដែងតែប៉ុណ្្នឹងឯងប៉ុន្តែបើបងប្អូនសួរថាពិត 100% គួរជឿបង្ហាញលៀងមាត់របស់មួងណារ៉េតនឹងដែរទេខ្ញុំមិនបានប្រាប់ថាបងប្អូនគួរតែជឿទេក៏ប៉ុន្តែយ៉ាងហោចណាស់ក៏បងប្អូនបានព័ត៌មានខ្លះយកទៅពិចារណាតែប៉ុណ្្នឹងឯងដោយសារអីយើងវាខ្សត់យើងអាភ័ព្វណាស់បងប្អូនយើងអាភ័ព្វខ្លាំងមែនតើកម្ពុជាយើងអាភ័ព្វគ្មានពេលណាអាភ័ព្វជាងពេលនេះទេសូម្បីតែសម័យខ្មែរក្រហមក៏មានបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលចោះចូលទៅស្រុកខ្មែរដែលគេឲ្យចូលទៅពីស្ថាប័នអន្តរជាតិអីហ្នឹងគេចុះទៅថតតាមសហគមន៍បើទោះបីខ្មែរក្រហមរៀបចំឲ្យថតផ្សាយអីផ្សាយព័ត៌មានពិធីសារថាខ្មែរយើងមានហូបចុកគ្រប់គ្រាន់នៅពេលដែលមនុស្សស្លាប់រហូតតាបាយហូបមិនបានហូបតែបបររាវអីក៏ដោយក៏នៅតែមានប្រព័ន្ធផ្សព្វផ្សាយហ្នឹងអនុញ្ញាតឲ្យចុះទៅបានខ្លះដែរប៉ុន្តែឥឡូវនេះគឺវាខ្សោះតែម្ដងកម្រនឹងរកព័ត៌មាននឹងបានតែអញ្ចឹងទៅវាធ្វើឲ្យរដ្ឋាភិបាលកម្ពុជាក៏ពិបាកខ្លួនឯងដែរដោយសារអីឲ្យគេទៅស្ដាប់តែប្រភពព័ត៌មានពីរដ្ឋាភិបាលហើយនៅណាគេទៅជឿប្រភពព័ត៌មានរដ្ឋាភិបាលសុទ្ធដែលរដ្ឋាភិបាលណាដែលទៅនិយាយកាន់ជើងរដ្ឋបរទេសដែលរដ្ឋាភិបាលណាដែលទៅនិយាយបិប្រហាររដ្ឋាភិបាលខ្លួនឯងដែលរដ្ឋាភិបាលណាដែលនិយាយមិនការពារខ្លួនឯងដូច្នេះព័ត៌មានបែបហ្នឹងមិនមែនជាចង់និយាយថាជាព័ត៌មានពិធីសារព័ត៌មានបែបហ្នឹងយើងសួរទុកចិត្តអត់វាទុកចិត្តនៅក្នុងកម្រិតដែលថារដ្ឋាភិបាលចង់និយាយអីយើងស្ដាប់គេនិយាយចឹងទៅវាអត់បានព័ត៌មានពិតដែលវិភាគគ្រប់ជ្រុងជ្រោយថាព័ត៌មានគេនិយាយចឹងហើយយកទៅព្រោះអាហ្នឹងគឺជាព័ត៌មានរបស់រដ្ឋាភិបាលផ្លូវការវាមិនមែនអញ្ចឹងទេរដ្ឋាភិបាលនិយាយអីនិយាយទៅយើងត្រូវមើលខាងគណៈបកប្រឆាំងគេនិយាយអីទៀតហើយយើងត្រូវមើលអង្គការសង្គមស៊ីវិលគេថាម៉េចហើយយើងមើលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងជាតិទាំងអន្តរជាតិគេថាម៉េចទៀតអាហ្នឹងបានយកមកផ្សំគ្នាទៅសំយោគទៅប្រជាពលរដ្ឋស្ដាប់ទៅអូរដ្ឋាភិបាលគេថាអញ្ចេះខាងបកប្រឆាំងគេថាអញ្ចេះសង្គមស៊ីវិលគេថាអញ្ចេះហើយណែអ្នកដែលជាអក្សរព័ត៌មានឯករាជ្យគេនិយាយចេះដល់អញ្ចឹងទៅប្រជាពលរដ្ឋសរុបមកយើងសំយោគទៅបានព័ត៌មានមួយកម្រិតមួយដែលអាចទទួលយកបានថ្លឹងថ្លែងទៅយកពិចារណានេះអត់បើថាឲ្យស្ដាប់រដ្ឋាភិបាលស្ដាប់តែរដ្ឋាភិបាលសុទ្ធតែម្ដងហើយយើងទៅជឿរដ្ឋាភិបាលយ៉ាងម៉េចបើរដ្ឋាភិបាលណាក៏ដោយរដ្ឋាភិបាលណាដែរគេដែរនិយាយអាក្រក់ពីគេពីខាងហើយបងប្អូនចេះតែថាចុះបើអត់ស្ដាប់រដ្ឋាភិបាលយើងនិយាយស្អីតែយើងអញ្ចឹងអត់ជឿគេវាមិនមែនអញ្ចឹងទេបងប្អូនទៅស្ដាប់មើលរដ្ឋាភិបាលនៅកូរ៉េខាងជើងអត់មានដែលថាកូរ៉េខាងជើងដាច់បាយទេបងប្អូនអ្នកណានិយាយថាកូរ៉េខាងជើងដាច់បាយគឺអស់លោកសុទ្ធតែជាក្បត់ជាតិចាប់ដាក់គុកអីអញ្ចឹងព្រោះគេមានហូបប៉ុន្តែដាច់កំពុងតែដាច់បាយយ៉ាងច្រើនអ្នកទៀតផងអានោះវាធ្វើម៉េចយើងទៅនិយាយរដ្ឋាភិបាលទៅប្រាប់ថាប្រជាពលរដ្ឋឯងដាច់បាយមិនគេតវ៉ាបាតកម្មជុំទិសទេអាហ្នឹងចឹងមកខ្ញុំចង់ឲ្យបងប្អូនយល់អំពីថាហេតុអីដែលគ្មានព័ត៌មានឯករាជ្យនិងសេរីយើងមានបញ្ហាហើយកម្មទាំងរដ្ឋាភិបាលខ្លួនឯងក៏ពិបាកដែរព្រោះអីដឹងតែព័ត៌មានខ្លួនឯងគេអត់ជឿហើយដល់ពេលអញ្ចឹងទៅអត់ពេលព័ត៌មានសេរីយើងបិទមាត់គេចិត្តអស់យ៉ាងបានអីផ្សាយវាអត់ហើយសូម្បីតែឥឡូវសារព័ត៌មានរដ្ឋាភិបាលដែលចង់យកព័ត៌មានរបស់ខ្លួនហ្នឹងទៅឲ្យគេផ្សាយបន្តទៅឲ្យព័ត៌មានសេរីឯករាជ្យណាយកទៅផ្សាយបន្តគេក៏តែពិបាកយកព្រោះវាអត់មានដូច្នេះឥឡូវហ្នឹងវាគេហៅកំបិតចិត្តដងឯងដែរដែលតែយើងបិទអស់អញ្ចឹងណាឥឡូវយើងចូលមកវិញថៃគេនិយាយថាម៉េចថៃហ្នឹងក៏យើងមិនទៅជឿថៃអី 100% ថាថៃហ្នឹងគឺជាមនុស្សដែលស្អាតសមអត់ទេគេនិយាយដូចតែខ្មែរយើងអញ្ចឹងឥឡូវចាំមើលខាងយោធាថៃគេនិយាយម៉េចខាងលោកអ្នកនាំពាក្យយោធាថៃវិនថៃស៊ូវរីហើយដែលផ្ដល់ព័ត៌មាននេះទៅឲ្យកសែតថៃគ្រប់ប៉ុស្តិ៍ខៅសុតជាភាសាអង់គ្លេស The Nation Bangkok Post Inquirer PBS World គេផ្សាយចម្រុះអញ្ចឹងគឺស្ដាប់យោធាថៃមកគេថាម៉េចគេថាមានការបាញ់តដៃគ្នាបាទថៃគេច្បាស់ចឹងមកមានការបាញ់តដៃគ្នារវាងចន្លោះម៉ោង12ថ្ងៃត្រង់ដល់ម៉ោង12កន្លះនៅឯព្រំដែនថៃខ្មែរច្រកចុងអានម៉ាបាទថៃគេប្រើចុងអានម៉ាហ្នឹងគឺច្រកអានសេះរបស់យើងនឹងឯងនៅទីតាំងដែលខ្ញុំបានជំរាបជូនអញ្ចឹងថៃគឺគេបញ្ជាក់មកអញ្ចឹងហើយគឺគេថាមានការផ្ទុះអាវុធតដៃគ្នាហើយអ្នកនាំពាក្យរបស់ក្រសួងរបស់យោធាថៃលោកវិនថៃស៊ូវរីនិយាយថាព្រឹត្តិការណ៍ដែលកើតឡើងនេះគឺមានការបាញ់អាវុធដៃផងមានគ្រាប់បែកគេហៅថាអាវុធធុនធ្ងន់ទៀត
ធនធ្ងន់នឹងសម្ដៅរហូតដល់ទៅ B40 អីចឹងរបៀបបាញ់មិនមែនចិត្តទេបាញ់ឆ្ងាយអញ្ចឹងហើយក្របដៃហ្នឹងគឺកាភ្លើងដៃអីហ្នឹងគឺនឹងបាញ់ហ្មងបើយើងនៅឆ្ងាយគ្នាដែរប៉ុន្តែបើត្បាល់ហ្នឹងគឺវាត្រូវមែនហើយនៅក្នុងនេះគឺលោកវិនថៃស៊ូវរីនិយាយថាអ្វីដែលកើតឡើងនេះគឺជាការបង្កហេតុដោយភាគីកម្ពុជាអញ្ចឹងថៃចោទកម្ពុជាថាបាញ់មុនហើយនៅពេលដែលថៃចោទកម្ពុជាថាបាញ់មុនហ្នឹងគឺខាងភាគីថៃគេថាយោធាថៃត្រូវរក្សាសិទ្ធិក្នុងការវិបកមកកម្ពុជាវិញដើម្បីជាការពារខ្លួនហើយយោធាថៃនេះគឺក៏ថានឹងយកអភ័ស្តុតាងនៃការបាញ់គ្នានេះដែលថាខ្មែរបកហេតុតែគេមុននេះយកទៅរាយការណ៍ជូនទៅក្រុមសង្កេតការអន្តរកាលរបស់អាស៊ាននេះរបស់ការបង្កើតក្រុមសង្កេតការអន្តរកាលដែលយើងហៅថា IOT នេះដើម្បីឲ្យគេយកអភ័ស្តុតាងហ្នឹងទៅពិនិត្យថៃគេថាអញ្ចឹងពេលនេះគេថាគេបានដៃហើយដោយសារតែខ្មែរបកហេតុអញ្ចឹងគេនឹងយកភ័ស្តុតាងហ្នឹងយកទៅដាក់រាយការណ៍ទូពិតប្រាប់ទៅក្រុមអ្នកសង្កេតការបរទេសនេះហើយនៅយោធាភូមិភាគ2នោះលោកប៊ុនស៊ិនបាត់ខ្លាំងហ្នឹងនៅសល់តែប្រហែលថ្ងៃទៀតចូលនិវត្តន៍ហ្នឹងក៏នៅតែឡើងមកនិយាយថារឿងនេះគឺជាភ័ស្តុតាងសំខាន់សម្រាប់ថៃដើម្បីយកទៅដាក់ប្តឹងកម្ពុជាបាទឃើញថៃគឺគេរៀបចំមកគឺគេប្រាប់សារព័ត៌មានគេឡើងស្រោចសារព័ត៌មានអន្តរជាតិគឺគេផ្សាយស្រោចពីរឿងថៃថាយើងបកហេតុមុនទៀតឃើញទេខ្លួនឯងសម្ោចក្នុងខោមកអាយុមកហើយហ្នឹងមកដល់ដំណាក់កាលហ្នឹងគេមកចោទយើងថាបកហេតុបងប្អូនបើនិយាយពីរឿងការបកហេតុណាខ្ញុំនៅតែជឿរដ្ឋាភិបាលក្នុងន័យថាយើងអត់ទៅហ៊ានតដៃគេទេគឺយើងបានជ្រើសរើសគេលុបចូលបលាលួសដល់ណាដល់ណីគេឈូសឆាយផ្ទះគេធ្វើផ្លូវគេចាក់បេតុងគេស្អីមកយើងឃើញមកអាយុហើយនឹងយើងមានតែដើរតគេពីកាលហើយដល់ពេលនិយាយអញ្ចឹងវាធ្វើឲ្យយើងទាំងអស់គ្នាគិតថាដូចជាថាមែនថៃប៉ុន្តែសួរថាតើសហគមន៍អន្តរជាតិគេជឿថៃឬក៏ជឿកម្ពុជាក្នុងពេលនេះគឺដោយសារសារព័ត៌មានគេវាស្រោចបែបនេះគឺចង់សហគមន៍អន្តរជាតិគឺនាំគ្នាទៅជឿថៃណាបងប្អូនគេមិនជឿយើងទេហេតុអីបានជាមិនជឿយើងវាអត់មានអ្នកយកព័ត៌មានចុះទៅដល់អាមូលដ្ឋានកំពុងបាញ់គ្នានឹងទៀតនេះតាមពិតទៅដើម្បីឲ្យបានជាភ័ស្តុតាងសម្រាប់ប្រាប់អន្តរជាតិម៉ោងហ្នឹងគួរអនុញ្ញាតឲ្យអ្នកដែលជាសារព័ត៌មានឯករាជ្យហ្នឹងចុះទៅដល់ឈរជើងឲ្យស្ដាប់ស្នូកភ្លើងឬក៏ឃើញក្របផ្លោហ្នឹងជាការពិតហើយវាជាការគ្រោះថ្នាក់ដល់អ្នកកាសែតមែនហើយប៉ុន្តែបើមានអ្នកកាសែតឯករាជ្យទៅឈប់ផ្សាយដល់ទីហ្នឹងវាអាចបានសង្ឃឹមថាធ្វើឲ្យសហគមន៍អន្តរជាតិគេស្ដាប់មកអូមាន BBC មាន CNN មាន ABC មាន Al Jazeera មានអីហ្នឹងចូលដល់ពេលឥឡូវហ្នឹងកុំថាឡើយដល់កាសែតអន្តរជាតិតែកាសែតខ្មែរគ្នាឯងហ្នឹងគឺទៅថតផ្សាយរឿងកុំថាឡើយដល់ទៅថតផ្សាយគេបាញ់គ្នាស្រោចថតផ្សាយតែគេឈូសអាផ្លូវនៅផ្លូវព្រៃស្អីនងណែព្រៃច័ន្ទហើយនឹងភូមិជោគជ័យអីហ្នឹងចាក់ក្បួចទៀតផងហើយមិនឲ្យផ្សាយតតែសោះដោយសារអីកម្ពុជាយកវិធីអត់ធ្មត់មួយគឺអត់ឲ្យប្រជាពលរដ្ឋដឹងព័ត៌មានអំពីភាពរំជើបរំជួលនៅព្រំដែននេះទេព្រោះបើសិនជាដឹងប្រជាពលរដ្ឋគឺនឹងមិនអត់ឱនឲ្យរដ្ឋាភិបាលកម្ពុជាទេគេនឹងក្រោកបះបោទម្លាក់រដ្ឋាភិបាលនេះក្នុង24ម៉ោងដោយសារអីរដ្ឋាភិបាលស្លូតពេកយើងធ្លាប់តែខ្មែរងើបមួយវាយមួយងើបមួយវាយមួយខ្មែរគ្នាឯងចាប់ដាក់គុកចង់អស់ហើយហ្នឹងមានអ្នកណាទៅហ៊ាននិយាយអីបញ្ញវន្តនិស្សិតបណ្ឌិតកវីគឺគេដកហូតព្រលឹងអស់ហើយហ្នឹងដូច្នេះនៅពេលអញ្ចឹងទៅខ្លាចមានអាព្រឹត្តិការណ៍អញ្ចឹងតែហ៊ានផ្សាយផ្ទាល់ឬក៏ដឹងរឿងពិតគឺមិនមែនបានតាមពិតណាបើផ្សាយឲ្យផ្ទាល់ដឹងរឿងពិតវាចំណេញប្រជាជាតិកម្ពុជាយើងឲ្យឆាកអន្តរជាតិគេដឹងថាថៃបំពេញយើងទេប៉ុន្តែរដ្ឋាភិបាលកម្ពុជាក៏ថ្លឹងថ្លែងដែរចង់ឲ្យអន្តរជាតិដឹងឮអំពីថៃបំពេញខ្មែរឬក៏ចង់ឲ្យប្រជាពលរដ្ឋក្រោកឡើងទម្លាក់រដ្ឋាភិបាលរលាយក្រុមគ្រួសារតកូលហ៊ុននៅក្នុង24ម៉ោងដូច្នេះគេក៏ថ្លឹងថ្លែងរឿងហ្នឹងដែរបងប្អូនហើយអាការថ្លឹងថ្លែងរឿងហ្នឹងហើយដែលធ្វើឲ្យយើងឃើញគេបិទមាត់សារព័ត៌មានឯករាជ្យទាំងអស់មិនឲ្យទៅថតផ្សាយសូម្បីតែប្រជាពលរដ្ឋដែលអ្នកផ្សាយទូទៅហើយបងប្អូនកុំទៅជឿស្អីលោកសានប៊ុនធឿនឬក៏អ្នកណាដែលផ្សាយទៅតាមព្រំដែនដែលគេអនុញ្ញាតឲ្យទៅផ្សាយគ្មានអ្នកណាគេជឿពួកគាត់ទេយើងជឿនៅក្នុងកម្រិតភូមិអាចគេហៅស្អីមូលដ្ឋានរបស់យើងហ្នឹងគេឲ្យផ្សាយអញ្ចឹងទៅយើងប៉ុន្តែអានេះគេការដែលគេរៀបចំឲ្យផ្សាយអញ្ចឹងអន្តរជាតិគេអាចទទួលយកបានទាល់តែសោះហ្មងព័ត៌មានបែបនេះគេអត់ហៅថាព័ត៌មានដែលអាចទទួលយកមកផ្សាយបានទេព្រោះជាព័ត៌មានពីទីផ្សារនៅពេលអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីអនុញ្ញាតទៅគេរៀបចំត្រួសត្រាយឲ្យចុះទៅផ្សាយទៅដូចលោក Michael Alfaro អីអញ្ចឹងចុះទៅដល់តំបន់ព្រៃច័ន្ទនិងភូមិជោគជ័យបើមិនមានការរៀបចំពីអាជ្ញាធរមូលដ្ឋានឬក៏លោកអ៊ុំរាត្រីលោកចុះអត់បានទេហើយនៅពេលដែលលោក Michael Alfaro ចុះទៅបានណា
ก็เหมือนไอ้ทรายไอ้บานจรานะให้บันสนเจ็บทรายพอเดมีนนั่งไงก็ไปพบโลกนั่งกับผมบ้าโยจิกาเปิดติดโดยซาไอ้ยังรีบจอมบางคนดูขยมใหญ่จังเนื้อเป้ได้ยังรีบจอมโดยเรื่องสมัยขมายกระหอมจังไงเนื้อเป้ได้ยังรีบจอมเอาเกจกมาทอดสหกรณ์ทอดไอ้คือซาเนี่ยซาพอเดมีนนั่งอัดบานแต่ตัวพอเดมีนเปิดเตะผู้ไอ้เกจตรูไตรเพลย์ไอ้ยังได้แต่สหกรณ์น่าเดมีนใบโฮมนั่นแต่สหกรณ์น่าได้จุดเสือสะกัดหลังสะอาดมุกลางกับเพออย่างเยี่ยมเชียงเป็นไซนั่นดังจังเนี่ยได้ทอดนั่งโยตับไซแต่อันตรายจิตคือเจี๊ยพอเดมีนพิธีซาได้ยังรีบจอมไอ้เกทอดให้ส่วนแต่หน้ากี่ชื่อเกี่ยวอัดชื่อแต่จังหวะชมปราบทาวิอาโซสำหรับลูกไมโครหลังฟาโรให้อาโซสำหรับเนี่ยไซพอเดมีนในตัวดานยืงนะได้ซาไอ้ลูกปรังปันตายกลมรัดพอเดมีนไอ้กู้ไอ้ตกจัดเกี่ยวอัดตกจัดเตะให้ไอ้บัญชมใหญ่จังลูกไมโครหลังฟาโรก็กอดเหมือนแมนจีเนี่ยซาพอเดมีนจิบมีนสถาบันพอเดมีนนะก็อัดเตะลูกซานบนเทือนนั้นคือก็มีเรื่องปรมได้นั้นบานโจแต่จบทรายไอ้คลาแต่การม้วนพักทรายตัวหลวงนั้นน่าที่จะเชื่อแต่เป็นแต่ยังโซทอยังดักอาเบซีมักให้ยังโซทอบุญปรำจอบให้ยังดักสัตว์คลายติดแต่ให้ยังเจมรายเกตให้ยังโซเตียให้จอบไปจองขอยเสียบเอาเกมาเชื่อพอเดมีนก็วิอ้ากวาดบานกอสร้างเกจมุกกติยุหรือว่ากวาดทาจีนเนี่ยพอเดมีนผมมักจังตังผิวมาขึ้นมาโซกวาดได้ตามพุทธยมสดายมีเนี่ยซาปอมีนโดยกวาดเองจังเตอร์บัสันเปิดดาวอีกครั้งเตอร์ก็ยังบานปอดมีจอดซาปอมีในครองสระต่างอ่างนั่งเตอร์น่ะจอดลูกซอยสุพีบไอ้ได้ทลบทรายทาเก็บบังทะเลดับผมมุ้ยมันดังประมาณเครื่องบ่าอันนั้นจังมันทากาบทรายปอดมีนั่นกันจังนะชนการกวาดหุ่นลีคลุนไอ้ได้เราทำบาลฮามควาดตะบัดคลาเตอร์ดับไปกวาดนั่งทรายปอดมีนหุ่นลีคลุนไอ้นั่นจังยัยทาปอดมีนคลาแต่ยังเป็นเลือกคลังไปเตอร์เวทด้วยทาเวทดับไปเลือกตัดจัดยุติจุนยุติมัดเยอะคือทาไทยบอบคลอคลายคือปราจีกรุบเรื่องยนฮอลางมาเก็บบังทะเลต่างแอบดับผมมวยนึงไอ้เยอะมันดังยนฮอเกทะเลในนะดับไปจงกร้อยนับไปได้จับสกัดรีก็อัดเม่นเคยยนฮอแอบดับผมมวยไทยทะเลพร้อมเคยแต่เกสำลับยืงตอนจังใต้ทั่วปอดมีนจังไอ้วันเก็บอับเชื่อตกใจให้ลูกชายสเปียบขยมยัยเตยคือลูกเชนเนี่ยมีวิธีชีวิตในโครงการไซปอดมีนยูไฮได้เตยยืงหมายทางขยมในยัยชูนี่ขยมอับมีนจังแต่ปักปอลบุกลูกชายสเปียบขยมจังในยัยอัมปีวิสัยซาปอดมีนในกัมพูชียืงให้สมอัจฉริยสมตัวปีลูกชายสเปียบพ้องบริษัทจิตขยมในยัยปักดาวชูลูกให้ปักปอลดาวเรือบุกขยมอันในยัยบุกเลยขยมในยัยอัมปีสถาบันในเป้ได้ลูกทั่วปอดมีนกับลองเมาส์คือลูกเชี่ยมอดเซกมอดเปรียบระบบรัฐบาลเต้จังไปประหารกองประชังเจปติเจเนซาปอดมีนได้กู้เอามีนกับรัฐไอเกริลูกยกเอาเวติกานั้นให้ปรับความตรรัฐบาลอันใจความตรรัฐบาลคณะป่าประชาชนกับมุกให้เต้ใส่แต่ปอดมีนดำไปจีพิธีซาตาประชีพรอดไอ้น้าเกิดตุกจัดอ๋อลูกผมมาไงลือแต่ลูกไปจนรองครูในอำเภอเกทับบาปตกมาในคณะป่าสังครูจีเกรุ่มเลี้ยเกไออัดพร้อมช่วยรอกอายุติทว่าต่อตังรัฐบาลคลาเตอร์เกรุ่มเพื่อนั่งเหมือนซ้ำเตยังกูแต่เมียนกำรัดต่อระยะเพียบอัดลูกน้อมขึ้นเนี่ยใจให้ทะเลตะให้อาปะอัดประตูจนรองครูแต่ละหดมาดังจังเนี่ยได้สลับเกอัดชื่อตกจัดนะเราเป็นเมียนปัญหาไอ้ส่งไปแต่รัฐบาลครูนไอ้ก็ปะให้เชื่อเหมือนตกจัดไอ้ลูกชายปอดเมียนไอ้เตี้ยนั่นเผื่อเลยคือบางคนมาลูแผลขยมทาสงัดไอ้ทางนั่งอัดเมียนปอดเมียนไอ้สักขยมทากองประตูปุกวัดขยมอัดเมียนประตูเนี่ยซาปอดเมียนโดยลูกซอยสเพียบโดยลูกซานบนเทือนดูให้บอกว่าลูกเหมือนเนี่ยนุชงใส่ไพ่วันนั้นนุคือบาดซาจิกเนียแต่มารองบ่าพอเดมีนคือทาจังเมานั่นคือจะรักจิตสัตว์นะบางคนขยมแต่ตัวจอเหมือนบ้านให้ขยมเลยแต่อัดเอาลูกไพ่วันนั้นอัดบ้านตัวแต่ซ้อมมาดาวเมานี่บอกลูกเหมือนส้มตุกจิตซาเทระนะแต่ต้องนึงประมาทมาได้ขยมเต้คือมวยจีบระบอกขยมหนึ่งจองจำอัมพีเพียบจิตสัตว์ที่ระบอกลูกอ๋อมวยจีบให้ขยมจำมุกลูกมวยจีบขยมเหมือนทั่วไอ้ลูกเต้ปันตายเหมือนเนี่ยสิกาดอมกระเตะหนึ่งสัมปันจิตเนี่ยระบอกขยมเลยแต่เจสได้นึ่งเหมือนอัดหนึ่งครูให้ลูกบ้านตัวแต่ซ้ำในเป็นได้เชี่ยให้มาได้เข้มสดแต่เชี่ยใส่สัมพังธ์บางคนนี่คือเชี่ยผิดจูจัดหนึ่งจูจิตในนักซาปอดเมียนระเบียบร้อยก็ให้ระเบียบนักซาปอดเมียนบ่มพลายปอดเมียนนะให้เกี่ยให้ทัดดังเงาตะบัดดองโกนซาวหรือก็ส่งกลมแรงกองบัดยังสันดับปรับประนัยเนี่ยได้บับซาให้อักษรทัวอักกุนทัวปาดนาปาดในแบบหนึ่งให้ดับเปลยืนจะตัดเพื่อไอ้ให้รุยคล้วนเราทาพิบาลนั่นก็เหมือนดักไซเหมือนจัดกาจ้องกลุ่มเรียมสำลับเนี่ยหน้ากับบ้านจ้องเจมารายกายอย่างพวกเนี่ยหน้ากับบ้านอ๋อลูกเพื่อปอดเมียนไอ้เพื่อตื่นลูกมีนกลุ่มนัดใส่บอลลูกเพื่อตื่นขมิ้นหน้าเกิดแต่ปะปอลูกเตะปันท้ายดาวดับเปลบรรลุปะปอขย่มเอาใส่ไอ้เย่ขย่มแต่ปะปอชิมุขย่มคือขย่มมีนสึกสอบฉบับในโครงการตอบแต่ลูกไปอย่างปีจมพอปันท้ายดับเปลแต่ลูกโจลช่างไงหรือหัวดอกเจมารายกายอย่างพวกเมืองนี้ให้มาได้ขย่มสดแต่จิตใส่สัมพัง
ខ្ញុំថាលោកបានហួសបន្ទាត់ក្រហមឆ្ងាយពេកហើយរឿងនេះមួយដែលខ្ញុំមិនអាចអត់អោនលោកឲ្យលោកផៃម៉ាណាដាច់ខាតបើលោកមិនសុំទោសខ្ញុំជាសាធារណៈទេគឺមនសិការដំគតិបញ្ញត្តិរបស់ខ្ញុំនឹងជេរស្ដីលោកគ្រប់ពេលវេលាខ្ញុំមិនធ្វើអីលោកទេខ្ញុំមិនមានលទ្ធភាពអីទៅធ្វើអីលោកដោយអស់លោកទេសិតស្អីណាដែលខ្ញុំបើបានទៅខ្មែរប្រាប់គាត់ផងគាត់នឹងយកស្បែកជើងមកស្វាគមន៍ក្បាលខ្ញុំចុះលោកអីក៏ថោកទាបមកម្ល៉េះជាមនុស្សអាយុសិនតែស្មើឪពុករបស់ខ្ញុំទៅហើយហេតុអីក៏លោកប្រើដោយថាសិលធម៌វិជ្ជាជីវៈលោកនឹងអីក៏ទៀបសម្បើមកម្ល៉េះបើលោកចង់ផ្សាយព័ត៌មានលោកផ្សាយព័ត៌មានទៅហេតុអីបានជាលោកយកមនោសញ្ចេតនារបៀបជាបាតផ្សារដូចនៅក្នុងវងផឹកស៊ីអញ្ចឹងហើយជាសាធារណៈលោកដឹងថាឥទ្ធិពលរបស់លោកផ្សាយទៅហ្នឹងគឺវាលឺដល់គេខ្ញុំតាមពិតខ្ញុំមិនដែលតបខ្ញុំមិនដែលជលក់ខ្ញុំប្លុកចោលអស់ហើយអ្នកដែលផ្ដេសផ្ដាស់បែបនេះខ្ញុំមិនដែលមានពេលទៅស្ដាប់មានពេលទៅមើលហើយខ្ញុំមិនទៅខាត់ពេលមើលអស់លោកទៅទៀតខ្ញុំនិយាយឲ្យស្មោះត្រង់ខ្ញុំមិនមែនមើលស្រាលមើលងាយអស់លោកទេលោកធ្វើអីលោកធ្វើទៅតាមសមាជីវៈរបស់លោកក៏ប៉ុន្តែនៅពេលដែលលោកមករករឿងខ្ញុំមកចោទខ្ញុំថាខ្ញុំនឹងជាជនក្បត់ជាតិជាស្អីណាកាន់ជើងថៃខ្ញុំថាបើសិនជាខ្ញុំជាជនក្បត់ជាតិឬអីទុកឲ្យ fan របស់ខ្ញុំជាង8សែនអ្នកដែលជា subscriber YouTube របស់ខ្ញុំជាអ្នកសម្រាប់ចោះមិនមែនលោកជាអ្នកសម្រាប់ទេហើយបើសិនជាខ្ញុំជាជនក្បត់ជាតិសូមឲ្យអ្នកដែលបានមើលវីដេអូ YouTube នៅក្នុងការផ្សាយរបស់ខ្ញុំមកដល់ពេលនេះគឺ22លាន views ហ្នឹងឲ្យគាត់ជាអ្នកសម្រាប់ទៅមិនមែនជាលោកជាអ្នកសម្រាប់ទេហើយបើលោកជាអ្នកសម្រាប់បើលោកជាចិត្តកូនប្រុសមែនណាសូមលោកឆ្លើយឆ្លងទៅជាមួយខ្ញុំបានហើយរវាងលោកផាញ់វណ្ណៈជាមួយមួងណារ៉េតបានហើយសូមទុកម្ដាយខ្ញុំឲ្យនៅម្លាយខ្ញុំអត់មានប៉ះពាល់ដល់ម្ដាយឪពុករបស់លោកហើយខ្ញុំក៏មិនដែលជ្រលក់លោកដែរប៉ុន្តែលោកជ្រុលហួសហេតុពេកចាំបានខ្ញុំថាបើលោកផាញ់វណ្ណៈមិនសុំទោសខ្ញុំជាសាធារណៈទេគឺលោកនឹងខ្លាចជាសត្វធាតុមួយជីវិតរបស់លោកនៅក្នុងមនសិការនិងផ្លូវគំនិតរបស់ខ្ញុំដែលប្រាប់ថាលោកគឺជាមនុស្សថោកទាបខ្លាំងមែនតើលោកប្រមាថម្ដាយខ្ញុំលោកប្រមាថខ្ញុំថាសុទ្ធតែស្បែកជើងខ្ញុំថាមែនតើតែរឿងត្រឹមថាស្វាគមន៍ខ្ញុំដោយស្បែកជើងឡើងក្បាលលើពលានយន្តហោះហើយអានឹងវាស្រាលទេលោកធ្លាប់ប្រមានប្រមាថបាញ់សម្រាប់លោកកឹមសុខាបាញ់សម្រាប់លោកតាំងសារ៉ាដាដែលជាអ្នកសារព័ត៌មាន Cambodia Daily មកដល់ម៉ោងនេះតើរដ្ឋាភិបាលកម្ពុជាលោកមានបានចាត់ការអីបុគ្គលនេះទេអត់ទេមិនចឹងហើយតើកម្រិតនៃអ្នកយកព័ត៌មានរបៀបដូរបាយបែបនេះវានឹងធ្វើឲ្យប៉ះពាល់សង្គមយើងប៉ុណ្ណាព្រោះគេជឿថាលោកផៃវណ្ណៈដែលអាចនៅមកផ្សាយព័ត៌មានឃើញចុះទៅព្រំដែនហើយឥឡូវមិនត្រឹមចុះទៅតាមព្រំដែនទេបងប្អូនម្សិលមិញណាខ្ញុំឃើញបងប្អូននៅលើ Facebook ហ្នឹងខ្ញុំអូសទៅឃើញមានរូបថតជាមួយនឹងលោកសានប៊ុនធឿនហើយសុំទោសលោកប្អូនម្នាក់ដែលផ្សាយព័ត៌មាននៅកម្ពុជាដែលល្បីគ្រាន់បើដែរដូចជា business advisor អីមិនដឹងទេហើយជាមួយនឹងលោក Michael Alfaro ដូច្នេះលោក Michael Alfaro ខ្លួនឯងហ្នឹងកំពុងតែយកខ្លួនយកទៅប្រឡូកប្រឡាក់ជាមួយនឹងជាពិសេសគឺលោកផៃវណ្ណៈអីចឹងតើយើងនឹងដឹងថាតើម្នាក់ខំប្រឹងជ្រោមជ្រែងលោក Michael Alfaro ធ្វើជាបរិះមកទទួលស្អីគេណានៅឯសហរដ្ឋអាមេរិកឲ្យពានរង្វាន់ឲ្យអីឥឡូវលោកកំពុងតែយកខ្លួនទៅប្រឡូកជាមួយនឹងផប់អីចឹងទៅអានេះហើយគឺជាហើយមិនមែនបានន័យថាលោក Michael Alfaro ហ្នឹងគឺនាំឲ្យចង្រៃខ្លួនទេគាត់នៅតែចុះផ្សាយព័ត៌មានពីស្រុកខ្មែរប៉ុន្តែជាការសាបគប់ជាមួយនឹងអ្នកសារព័ត៌មានដែលអសិលធម៌អគុណធម៌គ្មានសុជីវធម៌បាបផ្សារហើយដល់ពេលហើយតើព័ត៌មានអស់លោកមានតម្លៃអីអានេះខ្ញុំនិយាយមកវិញគេថាដឹងឆ្ងោយត្បិតដងសង្គមសោតរែងឆ្កងត្បិតប្រទេសយើងអ្នកដឹកនាំយើងគឺបិទភ្នែកបដោយឲ្យបុគ្គលបាត់ផ្សារបែបនេះធ្វើអីបានស្រេចតែចិត្តហើយអត់មានចាត់ការអត់មានអីទាំងអស់ខ្ញុំមិនចង់ឲ្យគាត់ជាប់គុកជាប់ច្បាប់អីទេប៉ុន្តែយ៉ាងហោចណាស់ក៏មានកម្រិតមួយគឺសុំទោសជាសាធារណៈដើម្បីឲ្យវារសាយចិត្តនៅក្នុងអំពើគេហៅថាផ្ដេសផ្ដាស់របស់ខ្លួនព្រោះអីវាថោកទាបពេកខ្ញុំសឹងថាមិនចង់យកឱកាសនេះមកនិយាយម្ដងទៀតប៉ុន្តែវាទ្រាំអត់បានបងប្អូនទ្រាំអត់បានត្រង់ថាប្រមាថការទៀនម្ដាយខ្ញុំខ្លាំងពេកខ្ញុំស្រឡាញ់ម្ដាយស្មើជីវិតគោរពគាត់ស្មើជីវិតជាព្រះរស់របស់ខ្ញុំណាហើយខ្ញុំជឿថាអស់លោកដូចគ្នាដែរអ្នកណាប៉ះពាល់ក្រុមគ្រួសារម្ដាយហេតុអីបានជាយើងផ្ដេសផ្ដាស់បែបហ្នឹងហេតុអីបានជាយើងថោកទាបបែបហ្នឹងខ្ញុំកំពុងតែឆ្ងល់ខ្ញុំថាអស់លោកចឹងបាននិយាយថាបើសិនជាចង់តតាំងជាមួយមួងណារ៉េតតតាំងជាមួយមួងណារ៉េតមកប៉ុន្តែលោកម្នាក់នេះអស់តម្រេះដោយសារតែមួងណារ៉េតប្លុកចោលតិចទីអស់ព្រោះវាចរិតវាធូរថ្លៃពេកវាខាត់ពេលខ្ញុំវាគ្មានពេលអីនឹងទៅជែកទៅនិយាយទៅមើលអីអញ្ចឹងវាខាត់ពេលណាអស់លោកហើយអស់លោកបងប្អូនសប្ងៃពុលនឹងសម្រាមអញ្ចឹងណាបងប្អូនខួរក្បាលយើងពុលនឹងសម្រាមអញ្ចឹងយើងអាចមុជជ្រៅទៅឆ្ងាយទេរឿងប្រទេសជាតិមានមួយកណោយើងត្រូវចំណាយពេលមករើសដុំថ្មចោលឆ្កែបងប្អូនមើលនេះខ្ញុំកំពុងតែរើសដុំថ្មចោលឆ្កែនេះហើយខ្ញុំមិនចាត់ទុកថាលោកផៃវណ្ណៈជាឆ្កែជាសត្វធាតុទេខ្ញុំសុំទោសខ្ញុំមិនបានចាត់ទុកអស់លោកទៀបដល់ប៉ុណ្ណឹងឯងប៉ុន្តែកុំធ្វើខ្លួនឲ្យទៀបជាងសត្វឆ្កែទៅទៀតណា
ព្រោះចរិតរបស់អស់លោកនៅក្នុងការនិយាយប្រមាថមើលងាយម្ដាយខ្ញុំរហូតដល់ថាខ្ញុំជាកូនស្រីសំផឹងអីបែបនេះខ្ញុំថាលើសបន្ទាត់ក្រោយហើយខ្ញុំមនសិការនិងឧត្តមកតិនិងសម្បញ្ញៈរបស់ខ្ញុំរឿងនេះគឺជារឿងដែលមិនអាចលោកលំលាយគ្នាបានទេលោកធ្វើអីធ្វើទៅខ្ញុំមិនដែលទៅប៉ះពាល់លោកទេខ្ញុំធ្លាប់ធ្វើវីដេអូចុងក្រោយម្ដងគត់ដែលខ្ញុំបានសច្ចាថាខ្ញុំនឹងឈប់ចលក់ឈប់ប៉ះពាល់ឈប់និយាយអីទាំងអស់ពួកខ្ញុំអត់ដែលប៉ះពាល់បកគលឈ្មោះផៃវណ្ណៈនឹងទេប៉ុន្តែជាញយដងបងប្អូនចេះតែផ្ញើសារវីដេអូមកប្រាប់ខ្ញុំថាអូឥឡូវបងមានលោកម្នាក់ឈ្មោះផៃវណ្ណៈហ្នឹងគេឲ្យជួលទៅមើលដីគេមួយខែ300បើអាស៊ីសេរីបិទទៅអាហ្នឹងខ្ញុំធ្លាប់ធ្វើម្ដងសិតតែមកផ្ញើឆៃបើប្រៃមកឲ្យខ្ញុំហូបអីនៅឡុងបិចខ្ញុំកាលនេះខ្ញុំអស់សំណើចដែរសំទោសបងប្អូនខ្ញុំអស់សំណើចនឹងភាពបដិបដាស់របស់គាត់ដែរទៅមើលដីចាំចំការគាត់300អស់ពីការងារអាស៊ីសេរីទាំងមិនដឹងថាខ្ញុំឈប់ពីអាស៊ីសេរី2ឆ្នាំទៅហើយអត់ក្តាប់ព័ត៌មានបាននៅក្នុងដៃមិនដឹងថាអស់លោកធ្វើព័ត៌មាននឹងបានប្រភពពីអីចិត្តថាប៉ាតណាប៉ាតណីឲ្យតែបរុស្ដាប់ហើយដល់ពេលឲ្យមកចង់ជួលខ្ញុំឲ្យទៅមើលដីមក300មួយខែបងប្អូនច្រើនណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងខ្វះខាតនៅកន្លែងដីគាត់នឹងទុកឲ្យពួកគាត់ណែបើជួលពួកគាត់នៅនោះវាល្អជាងកុំមកឌឺដងអីមួយណារិនដែលខ្ញុំប្រាប់ឲ្យខ្ញុំទៅបកប្រែឲ្យប្រធានាធិបតីអាមេរិកលោកโจ Biden កាលពីនៅក្នុងប្រជុំអាស៊ានអាមេរិកហ្នឹងមួយថ្ងៃគេបង់លុយឲ្យខ្ញុំ$1500អត់ចាំបាច់មកត្រូវការប្រាក់300ឬឆៃបើប្រៃហើយឆៃបើប្រៃខ្វះអីហាងខ្មែរនៅស្រុកឡុងបិចនេះបងប្អូននឹងភ្ញាក់ផ្អើលថាម្ហូបខ្មែរនៅស្រុកអាមេរិកនេះមានច្រើនជាងនៅស្រុកខ្មែរផងស្អីក៏មានដែរចង់បានផ្អកត្រីប្រៃឬក៏ផ្អកកពឹសឬក៏ពងត្រីឬក៏ប្រហុកឬក៏ឆៃបើប្រៃឬក៏សៀងឬក៏អីស្ករត្នោតកសាំង7ស្លឹកងប់ស្លឹកបាសពពាយស្អីក៏មានដែរសូមធ្វើខ្លួនឲ្យខ្លាយទៅជាមនុស្សស៊ីវិល័យបន្តិចបានទេកុំធ្វើជាអង្កែបក្នុងដងអស់លោកស្មានតែគេស្ដាប់មកនឹងព្រោះហើយគេដើរទៅដល់ណាអស់លោកនៅតែអង្កែបនៅក្នុងដងហើយតែអញ្ចឹងទៅបានថាខ្ញុំមិនចង់តទេបងប្អូនខាតពេលវេលាបងប្អូនមកកណោប៉ុន្តែខ្ញុំថាជាសារមួយដើម្បីជម្រាបថាប្រព័ន្ធផ្សព្វផ្សាយយើងវាអន្តរាយដោយបុគ្គលបែបអញ្ចឹងយើងអត់មានប្រព័ន្ធឯករាជ្យហើយមានបុគ្គលអញ្ចឹងទៅវាអន្តរាយណាបងប្អូនវាអត់អាចជួយអីបានសោះហើយដល់អញ្ចឹងនៅពេលដែលប្រជាពលរដ្ឋអត់មានព័ត៌មានពិតហើយស្ដាប់ព័ត៌មានរបៀបជាពិធីសាររបៀបដោះសាររបៀបបច្ចេកបច្ចារបៀបកាន់ជើងអញ្ចឹងបងប្អូនអត់មានទៅដោះស្រាយរឿងអីបានក្រៅពីមានគំនុំផ្លូវចិត្តណាបងប្អូនខ្ញុំជឿថា fan របស់ខ្ញុំក៏មានគំនុំផ្លូវចិត្តមួម៉ៅព្រោះខ្ញុំជួបគេគ្រប់គ្នានៅឡុងបិចហ្នឹងមកខ្សឹបប្រាប់ខ្ញុំថាចុះហេតុអីបានផាញ់វណ្ណៈហ្នឹងថោកទាបយ៉ាងនេះបងប្អូនស្ដាប់ទៅហ្នឹងគឺថាដឹងថាថោកទាបចឹងយូរហេតុអីបានក៏ថោកដល់ថ្នាក់នេះរហូតជេរមរាយកាយឪពុករបស់បងប្អូនអីអញ្ចឹងទៀតខ្ញុំថាខ្ញុំដំបូងខ្ញុំអហោសិកម្មឲ្យគាត់តែប៉ុន្តែស្ដាប់ទៅគឺបុគ្គលនេះគឺពិបាកមែនតើប្របាក់សំបីតាអាហោសិកម្មហ្នឹងក៏នៅតែប្របាក់ខ្ញុំជាអ្នកកាន់សាសនាពុទ្ធជឿលើបុណ្យបាបមែនប៉ុន្តែអាការប្រមាថព្រះរស់របស់យើងនេះគឺតតែបុគ្គលនោះសុំទោសជាសាធារណៈបានយើងស្បើយផ្លូវចិត្តណាបងប្អូនវិញអញ្ចឹងវាពិបាកអញ្ចឹងខ្ញុំមិនទៅទៀមទាឲ្យកោលទោសផ្ដន់ទាទោសអីទេប៉ុន្តែជួនកាលបើយើងប្រព្រឹត្តខុសដឹងខុសអាហ្នឹងក៏ជាអំពើថ្លៃថ្នូរនៅក្នុងការស្ដារកិត្តិយសរបស់បុគ្គលខ្លួននោះដែរខ្ញុំបើខ្ញុំនិយាយខុសខ្ញុំមិនខ្លាចនឹងសុំទោសអស់លោកអ្នកទេប៉ុន្តែមកចោទខ្ញុំថារឿងក្បត់ជាតិរឿងអីនេះអាហ្នឹងគឺជាការលៀបពណ៌របស់អស់លោកទេមើលព័ត៌មានខ្ញុំឲ្យច្រើនខ្ញុំអត់មានអនុគ្រោះឲ្យរដ្ឋាភិបាលកម្ពុជាក្នុងការបប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យព្រោះប្រទេសកម្ពុជាជាប្រទេសខ្ញុំដែរមានប្រទេសអីតែអស់លោកក្រុមគ្រួសារលោកប្រមាណអ្នកហ្នឹងបងប្អូនប្រជាពលរដ្ឋទាំង17លានអ្នកជាឈាមរបស់ខ្ញុំតាខ្ញុំនិយាយហ្នឹងគឺដើម្បីបានប្រយោជន៍ទៅកម្មករកសិករអ្នកដែលមាននិយាយទៅគឺមានវណ្ណៈដែលក្រីក្របងប្អូនទៅហ៊ានជួមុខក៏ខ្ញុំនិយាយដើម្បីពួកគាត់ដែរខ្ញុំគ្មាននិយាយដើម្បីបុគ្គលខ្ញុំឯណាជាតិសាសន៍របស់ខ្ញុំប្រទេសរបស់ខ្ញុំមាតុភូមិជាតិដល់កំសត់របស់ខ្ញុំស្រឡាញ់ទៅអស់លោកស្រឡាញ់សប្ងៃហ្នឹងគឺមិនមែនស្រឡាញ់មាតុភូមិស្រឡាញ់ជាតិទេអស់លោកស្រឡាញ់អំណាចនិងបុណ្យស័ក្តិនាំគ្នាកាងក្រាញអំណាចក្រុមគ្រួសារតកូលហ៊ុនតាដែលតាណាប៉ះអីបន្តិចមិនបាននោះអស់លោកនាំគ្នាការពារបកពួកក្រុមទេហើយក៏មកអីអះអាងថាអស់លោកនឹងមានការស្នេហាជាតិច្រើនជាងអ្នកនៅក្រៅស្នេហាជាតិច្រើនជាងតិចជាងអស់លោកមិនមែនអញ្ចឹងទេសូមអស់លោកបន្តការស្នេហាជាតិរបស់លោកតទៅទៀតទៅខ្ញុំគ្មានតែដកហូតអំពីដួងចិត្តនៃការស្រឡាញ់ជាតិទេអរគុណដែលបានជួយស្រឡាញ់ជាតិមួយនេះក៏ប៉ុន្តែកុំបំផ្លាញវាបើលោកស្នេហាជាតិកុំបំផ្លាញជាតិហើយអ្វីដែលអស់លោកធ្វើគឺបំផ្លាញកិត្តិយសជាតិការដែលបំផ្លាញកិត្តិយសជាតិគឺការដែលអស់លោកបាត់ផ្សារផឹកស្រាអួតនួធ្វើព័ត៌មានផ្សាយព័ត៌មានផឹកស្រាចោលដោយលោកសានបន្ទឿននឹងបំផ្លាញជាតិហើយនឹងកិត្តិយសជាតិយើងនៅត្រង់ណានៅពេលដែលយើងអះអាងថាជាអ្នកសារព័ត៌មានបំផ្លាញជាតិដោយលោកផៃវណ្ណៈនឹងបំផ្លាញជាតិហើយនឹងបំផ្លាញកិត្តិយសមុខមាត់ជាតិរបស់យើងដែលយកវេទិកាថ្លែងសារជេរបច្តិចផ្ដាសាគេគ្រប់គ្នា
บองโอนมาปรับเท้าลงมุนอะไรผมจะชื่อกบาลเวลมกไอ้บุกโกลมวยนี่กอดเจมรายเกตันจังเตปีมารายนั่นคือลังปิงหมดกอดเราแต่ดอมชมทักชมอัดชื่อกบาลนะเจนะเจตื้อปันใต้เจมาได้กายของพวกระบอกขยมแบบนี้คือขยมเหมือนอ่านกลุ่มบานต่อแต่ซะปลุกอัดมีนเติร์ดทั่วไอ้ซะมาได้ระบอกขยมคือบังการขยมเมาส์คือกอดคอมปรังใบบอมถนัดถนอมอบรมนายนอมเอาคลายตัวเจมนุษย์มีนสลัดทอมีนเมตากะระนามุติตาให้เจมนุษย์ได้สลังบอมโอนคอมครูซานึงเอาชื่อชาลในไว้ได้เจระบอกเจียยืนพองประตูใบเจียอย่างนี้ก็กอดมีนกุนเหมือนแมนสมัยแต่กุนบังการขยมเต้คือกุนขนมการเอาขยมเจมนุษย์หล่อช่วยสังคมให้หัดไอ้บางเจียหมอมืองี้แบบนี้แต่ลูกช่วยสังคมขมายบ้านประมาณตื้อลูกจานน้องทานโดยซาแต่ลูกในสระขมายช่วยขมายบ้านเฉินเนี่ยในใครประเทศช่วยไอ้บ้านครับแม่จังเตลูกในขมายนั่นอะไรช่วยตื้ออะไรช่วยบังพลายขมิ้นจังตื้ออะไรตัวประตูจังบรรทาขยมดองติดดังชงายตบัดดองสังคมสาวแรงชกองตบัดรัฐาภิบาลหรือก่อนเนี่ยกรุบกรองอำนาจสันดับปรับประในมนุษย์บาปซาโดยเอาไว้ในขยมจำเนียนจังอันนั้นไงได้ประบาดเอาอะไรยังเวลมาเรื่องยังเว้นยังมีประความซับไซไอ้กฤษตาบอมปนแต่สึงเขิมไอ้รัฐาภิบาลกับประบาดไปจีบรถกับประบาดอะไรในปีใดบังคณีหลังพิโซในจราอ่านซะคุณปราเปบังคณีสมตุวิเหมือนเป็นจัดรัฐาภิบาลการไปจีเตปรัฐาภิบาลการไปจีเหมือนปราเปทับบังคณีเตผู้พิทับบังคณีคือบานในท่ากิบังเมาอย่างบังเตอบานในท่ากาตุหวุฒิสมปราเปตุหวุฒิจังดำใบเดซาจุ่มหอกระดาลมวยให้ขยมนิยมปีไทยกิจชาวยืงถ่ายยืงบังกอหายมุนการไปจีเนี่ยใส่มาลีสุจิตาบานบอกสายให้บางปูมันจีเดียมันจังไงปันใต้ขยมบอกสายปีเรื่องการไปจีประไทยมูติดไงนี่คือลูกคนซ้ายลูกประเทศประสิทธิการไปจีกัดประทอยกาทลายซาไอเฉานั่นในตามประดานสังคมประเทศไงนี่คือกอดบานเซซาแบบนี้ทันเจ้ให้ซาเราลูกคนซ้ายนี่คือจังอย่างไทยการไปจีจิมมีสดอัดคลายเพลิงในทางในไทยยืงปุ๊บจีอัดมุดแม่ให้เบอร์จองดังทานยังอัดมันอัดมดนอนขึ้นมาเรื่องสบอกตู้โยแต่ทั่วกับซอลหรือใจเตี้ยขยมแม่แต่ขยมนัดลุงอยู่ลำไส้คนไซน์เหมือนแต่ขยมนัดในครองในท่าลูกเหมือนแม่ชีเหมือนลูกแบบนั้นไงให้ได้ไปขยมท่าลูกแม่ชีเหมือนลูกแบบนั้นลูกชื่อเหมือนลูกได้เงือกมวยใบมวยลูกชื่อเหมือนลูกได้เท่าแต่กับติ๊กกรมประชังเอาข้างแต่บ้านขมายแค่นี้ไอ้แต่ดาวแต่เป้จีมวยไทยคือลูกบังให้อัมพีจุ่มฮอตุ้นพลุนจุ่มฮอโดยทาสกุลสกุมอัดหมดเหมือนแฟนเราโหดต่อละเป้คลาคือเติมผมบัวเกมหมดสบัดเตี้ยถ่ายยืงอัดบานต่อใดเกส้มใบแต่หมุยกระบางคนแบบยืงสบัดตื้อคือขยมกึศทาเอาไว้เด็กกูอ่านนะแต่โซ่ถนัดเด็กนอนแบบว่ายืงคือลูกคอมจังแผลเกถ้าเชื่อขยมตื้อถ้าขยมอัดบานต่อใดเต้นะตุขยมอัดหมดแต่ไหนเหมือนเชื่อตุกอ่านดาวกรอบไอ้นั่งตุกไอ้สูลดำใบอ้อยคณะกรรมการบอร์ดเตจุ่มรอกสังเกตการปรุงได้นั่งหมดเรื่องสบอกตู้นั้นยกตื้อทั่วกับซอลวิจัยให้ไอ้ดังทาขมายอัดบานบันยังกรอบนั่งกรอบบักไทยเต้ตามปฏินี่คือเชื่อวิธีผมมองพอต่างดอลลาร์สำหรับปฏิกรรมเป็นจีแมนให้ขยมเชื่อท่าไว้ในโลกคนซานเมียนประสักนั้นคือวิสรอบตัวนึงเอาไว้ได้ในสไลมาลีสจิตาเลือกล้างถ้าขมายยนอัดมุดพวกจิตตี้บ่มพอดให้ซาปีเนี่ยตัวได้นั่งกับพญาโจมองขนมบันไดสังคม Facebook Messenger ขยมนั่งสร้อยแต่เฮียนชัวมุกก็มาปรับสับให้ขยมปรับถ้าแต่เฮียนชัวมุกกิสับปรับขยมทำไงให้บอมพอนเจอทั้งชื่อได้ชื่อแต่เฮียนชัวมุกได้ขยมมีประพบฉบับการได้ชื่อจะถ้ากอดเชื่อแต่เฮียนชูมุกให้ขยมเหมือนปรับประพบเตปรวยเดซาสวัสดิภาพปูกวัดเดซาสิกได้ทลายธนูระบบปูกวัดกรอนแต่ทาจุ่มเรียบทาขยมมีประพบชิชนาอันปีแต่เฮียนชูมุกในขนมการช่วยปรับกว่าเดิมเนี่ยให้กับขยมมีประพบปิชิชนาปีข้างขณะปะพิชิตจนการไปเชียได้บอมโอนบัตแต่ทาบอมโอนก็ทำมูลเรื่องจีไว้บ้าขณะปะพิชิตจนการไปเชียหรือรัฐบาลกรุบเรื่องขยมมีประพบบอมโอนหมดแพะหรือก็ถ้าแฟนยิ่งแต่แฟนสบอกขยมนั้นคือชราหนาในพญาปอดมีนบางไงรบปอนซาแต่ขยมชลายหมอกห้องขยมชื่อกว่าเด้จีเนปอดมีนเหมือนได้ดับปอดมีนพรีมให้ชื่อเด้ชื่อขยมจีเนปอดมีนอัดมีนจีเนปอดมีนก่อนลือเกท่าได้อัดมีนจังไงคือเอาปอดมีนมาขยมออกคุณขยมหนึ่งยกตึกเตียงตัวตาซาปอมีนอันตรายจิตกินยี่แบบนั่งดูเต้ซาปอมีนครองซอกกินยี่มามัดแบบนั่งเต้ตาประพบเซกินยี่แบบนั่งเต้ตู้รศัพท์ตัวเต้ซูเนี่ยนาแปะปอนตากินมีดังเรื่องดังได้เต้บางสันจิตซูเต้คือเคสงัดเฉียบปอดมีนนั่นคืออัดปัดเลยสงัดเฉียบได้โดยเฉพาะนี่คือเชียร์การได้เชื่อเจ๊คนแต่บันเจ๊บันไทยvà trămปีเนี่ยซาปอมีนนะบางคนขยมแมนจีเนี่ยซาปอมีนจีไปเต้ก่อนบางไอ้เลี้ยงวันมาเต้ฮะคนแต่แมนใส่นายโยเมสกอแต่ก็họถัดสกอทนาวเต้อัดซะมุงน่ะเด็กคือสกอทนาวโควิดได้ไงล้างช่วย
ដាក់បងប្អូនជូនទទួលទានពិសាគ្រប់គ្នាគឺស្ករត្នោតអត់លាយមេស្ករទេអានេះខ្ញុំចង់ជម្រាបអញ្ចឹងដល់បើមានជាតិផ្អែមមកគឺត្រូវបញ្ជាក់ថាតើអាហ្នឹងវាជាស្ករសុទ្ធហើយស្ករអ្នកកំពុងស្ពឺឬក៏យ៉ាងម៉េចឲ្យច្បាស់ហើយកូរដោយផ្ទាល់ដៃអីចឹងគឺត្រូវផ្ទៀងផ្ទាត់អញ្ចឹងបានអាចអញ្ចឹងបានថាជឿជាក់តែត្រូវបញ្ជាក់បន្ថែមនេះសម្រាប់ជាអ្នកព័ត៌មានគុំឮគេថាយ៉ាងអត់ផ្សាយបានទេ